សាច់រឿងបានចាប់ផ្ដើមនៅពេលដែលអ្នកគ្រូបានណែនាំជាមួយនឹងសិស្សថ្មីម្នាក់ដែលសិស្សថ្មីមួយនោះគឺទៅតែផ្ទេរមកថ្មីនៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់មើលទៅកាន់ឯកសណ្ឋានរបស់នាងគឺពិតជាប្លែកខ្លាំងណាស់នៅពេលដែលអ្នកគ្រូបានឲ្យជាមួយនឹងសិស្សថ្មីមួយនោះណែនាំជាមួយនឹងឈ្មោះនៅពេលដែលនាងបានស្រឡឹងឃើញទៅកាន់យូជីនាងគឺបានដើរសម្ដៅទៅកាន់គាត់តែម្ដងប៉ុន្តែមើលទៅកាន់ម្នាក់ស្រីនឹងដូចជាមិនទេគ្រាន់តែដើរប៉ុណ្ណឹងនឹងក៏ឲ្យដួលដែរបន្ទាប់មកនាងបាននិយាយទៅកាន់យូជីថាទីបំផុតនាងគឺបានរកយូជីឃើញហើយបន្ទាប់មកហេតុការណ៍បានកាត់នៅពេលដែលយូជីបាននាំជាមួយនឹងម្នាក់ស្រីនឹងទៅកាន់បណ្ណាល័យពេទ្យចំណែកជាមូលហេតុវិញដោយសារតែយូជីនឹងគាត់គឺគិតថាប្រហែលជាម្នាក់ស្រីនឹងលេងថ្នាំហើយប្រហែលជានាងលេងថ្នាំធ្វើຕົកអីចឹងណាប៉ុន្តែអ្នកគ្រូពេទ្យបាននិយាយទៅកាន់យូជីវិញថានាងគឺគ្មានជាមួយនឹងជំងឺទេនៅពេលដែលគាត់បានពិនិត្យមើលនៅរាងកាយរបស់នាងគាត់គឺបានសង្កេតឃើញថានៅក្នុងរាងកាយរបស់នាងគឺគ្មានប្រើប្រាស់ជាមួយនឹងសារធាតុអ្វីឡើយចំណែកឯឈ្មោះម្នាក់ស្រីនឹងវិញនាងគឺមានឈ្មោះថាជីនបាននិយាយទៅកាន់យូជីថាមូលហេតុដែលនាងស្វែងរកទៅកាន់យូជីនោះដោយសារតែនាងគឺត្រូវតែបំពេញជាមួយនឹងបេសកកម្មមួយនោះនាងគឺត្រូវតែការពារយូជីអំពីពពួកមនុស្សអាក្រក់មូលហេតុនោះដោយសារតែនាងដឹងថាយូជីគាត់គឺបានជួបជាមួយនឹងបិសាចហើយវាគឺថែមទាំងជាបិសាចអរិយថែមទៀតនេះហើយគឺជាមូលហេតុដែលនាងធ្វើដំណើរពីឋានសួគ៌មកកាន់ផែនដីដើម្បីជួយសង្គ្រោះទៅកាន់យូជីនឹងឯងចំណែកឯមួយទៀតដោយសារតែយូជីគាត់គឺជាសុភាពបុរសគាត់គឺមានជាមួយនឹងភាពបរិសុទ្ធអញ្ចឹងហើយពួកទេវតាដូចជាពួកនាងគឺត្រូវតែថែរក្សាទៅកាន់យូជីចំណែកឯអ្នកគ្រូវិញនៅពេលដែលគាត់បានស្ដាប់ឮនៅពីសម្ដីរបស់ជីនរួចហើយគាត់គឺចាប់ផ្ដើមកវីក្បាលតែម្ដងហើយគាត់បាននិយាយទៅកាន់យូជីថាប្រហែលជាជីននឹងនាងគឺលេងថ្នាំហើយអញ្ចឹងហើយឥឡូវហ្នឹងពួកគេគឺមិនទាន់អាចធ្វើអីបានទេអញ្ចឹងហើយអ្វីដែលយូជីគាត់គឺត្រូវតែធ្វើនៅពេលនេះគាត់គឺត្រូវតែកំដរជីនកន្លែងហ្នឹងគាត់គឺចង់មានន័យថាបើសិនជាជីននាងគឺជ្រុលជាឈួតទៅហើយអញ្ចឹងហើយយូជីនឹងគឺធ្វើជាឈួតដែរទៅដើម្បីកុំឲ្យជីននឹងនាងគឺអបសក់ដោយសារតែយូជីគាត់គឺគ្មានជាមួយនឹងជំរឿអញ្ចឹងហើយគាត់គឺមានតែធ្វើតាមអ្វីដែលអ្នកគ្រូបានប្រាប់មកកាន់គាត់ទៅចំណែកឯជីនវិញនេះគឺពិតជានិយាយច្រើនខ្លាំងណាស់នាងបាននិយាយទៅកាន់យូជីថាយូជីគឺជារបស់តែមួយគត់ដែលព្រះបានប្រទានពរឲ្យមកកាន់ពួកគេនៅពេលដែលលេងអញ្ចឹងយូជីគាត់ក៏ចាប់ផ្ដើមតាមនឹងទៅជីនបាននិយាយទៅកាន់យូជីទៀតថានាងនឹងប្រទានពរឲ្យទៅកាន់យូជីប៉ុន្តែគឺតត្រង់ថាទឹករបស់នាងវាគឺបានអស់បាត់ទៅហើយអញ្ចឹងហើយនាងគឺមិនអាចប្រទានពរឲ្យទៅកាន់យូជីបានទេប៉ុន្តែនាងគឺមានជាមួយនឹងកំណត់មួយចំណែកឯកំណត់របស់នាងវិញនាងនឹងប្រើជាមួយនឹងទឹកមាត់របស់នាងដើម្បីជួយប្រទានពរឲ្យទៅកាន់យូជីអួយខ្ពើមកចំណែកឯខាណាវិញដោយសារតែនាងគឺបានដើរកាត់បន្ទប់របស់ពួកគេនាងគឺបានលឺសលេងរបស់យូជីអញ្ចឹងហើយនាងក៏បានធ្វើដំណើរចូលមកខាងក្នុងនៅពេលដែលខាណានបានឃើញតែកាន់ជាងគឺកំពុងតែអង្គុយនៅលើយូជីនាងគឺចាប់ផ្ដើមគិតច្រើនតែម្ដងប៉ុន្តែយូជីគាត់ក៏បានបកស្រាយជាមួយនឹងរឿងជាច្រើនប្រាប់ទៅកាន់ខាណានផងដែរដែលធ្វើឲ្យខាណាននាងគឺចាប់ផ្ដើមយល់ចំណែកឯជីននេះវិញនៅពេលដែលនាងអង្គុយសុកនឹងនាងគឺស្រាប់តែភ្ងាក់ក្រោយស្លាប់តែម្ដងនៅពេលដែលអ្នកគ្រូបានពិនិត្យទៅកាន់នាងគាត់បាននិយាយទៅកាន់ពួកគេថាជីននឹងនាងគឺមិនបានញ៉ាំអាហារអញ្ចឹងហើយទើបធ្វើឲ្យនាងគឺចាប់ផ្ដើមស្លាប់នៅពេលដែលអញ្ចឹងទៅយូជីហើយនឹងខាណានពួកគេក៏បានទិញជាមួយនឹងនំចំណីឲ្យទៅកាន់នាងបានញ៉ាំដើម្បីសួរទៅកាន់នាងថានាងគឺជាអ្នកណាគេហើយនាងគឺមកទីនេះដើម្បីអ្វីនៅពេលដែលជីននាងគឺបានញ៉ាំឆ្អែតរួចហើយនាងគឺបានប្រាប់ទៅកាន់ពួកគេថានាងគឺជាទេវតាមូលហេតុដែលនាងធ្វើដំណើរមកកាន់ទីនេះនាងគឺទទួលបានជាមួយនឹងភារកិច្ចមួយដែលនាងគឺត្រូវតែការពារទៅកាន់យូជីនឹងឯងចំណែកឯយូជីវិញគាត់គឺមិនគិតអញ្ចឹងនោះទេគាត់គឺបានគិតថាប្រហែលជាជីននឹងនេះគឺកំពុងតែខុសហ្វ្លេប៉ុន្តែមើលទៅកាន់ជីននឹងហាក់ដូចជាមិនស្គាល់ទេពាក្យថាខុសហ្វ្លេនឹងគឺជាអ្វីប៉ុន្តែមើលទៅកាន់នាងហាក់ដូចជាមិនសូវចេះគិតប្រមាណទេនាងគឺថែមទាំងលាត់ជាមួយនឹងសម្លៀកបំពាក់របស់នាងឲ្យទៅកាន់ពួកគេមើលថែមទៀតនៅពេលដែលអញ្ចឹងទៅខាណាននាងគឺចាប់ផ្ដើមកាំងហើយរួចនាងបាននិយាយទៅកាន់ជីនថាជីននឹងគឺហាច់ម៉េះនៅពេលដែលជីនដឹងថាខាណានហើយនឹងយូជីពួកគេទាំងពីរគឺជាសង្សារនឹងគ្នាមើលទៅកាន់នាងគឺពិតជាអបអរទៅកាន់ពួកគេខ្លាំងណាស់ប៉ុន្តែនៅពេលដែលជីនដឹងថាខាណាននឹងគឺជាបិសាចនាងគឺចាប់ផ្ដើមការពារទៅកាន់យូជីតែម្ដងហើយនេះគឺជារបៀបការពាររបស់នាងចំណែកឯជីនវិញមើលទៅកាន់នាងហាក់ដូចជាមិនសូវចេះគិតទេនិយាយទៅសូម្បីតែពាក្យថាស្បែកជើងនឹងនាងក៏មិនស្គាល់ដែរថាស្បែកជើងនឹងគឺជាអីគេនៅពេលដែលអញ្ចឹងពេកទៅមិនដឹងថាធ្វើអេងចែលមិនទេអើយនៅពេលដែលពួកគេទាំង3បានធ្វើដំណើរចេញមកខាងក្រៅពួកគេទាំងពីរក៏នៅតែបន្តឆ្លោះគ្នាទៀតដោយសារតែជីននឹងគឺដឹងថាខាណានគឺជាបិសាចចំណែកឯខាណានវិញនាងក៏ដឹងដែរថាជីននឹងគឺជាទេវតាអញ្ចឹងហើយវាគឺជារឿងធម្មតាទេបិសាចហើយនឹងទេវតាពួកគេគឺមិនត្រូវគ្នាឡើយដើម្បីការពារទៅកាន់យូជីជីននាងក៏បានកាន់ដៃរបស់យូជីឬក៏បានរត់ចាក់ចេញអំពីខាណានតែម្ដងចំណែកឯខាណាននាងឃើញអញ្ចឹងនាងក៏មិនចាំយូរដែរនាងក៏សម្រេចចិត្តថាដេញតាមទៅកាន់ពួកគេទាំងពីរនៅពេលដែលពួកគេរត់អស់រយៈពេលជាយូរពួកគេក៏បានរត់ទៅដល់ទន្លេមួយប៉ុន្តែនៅពេលនោះ
សពុតរបស់ជីនវាគឺបានជាប់ជាមួយនឹងមេឈើអញ្ចឹងហើយនាងគឺមិនអាចរត់ទៅមុខទៀតបានទេចំណែកឯជីនវិញនេះគឺជាតួអង្គមួយដែលថាគឺល្ងងយកតែមែនតែនតែម្ដងសូម្បីតែសពុតរបស់នាងតាក់នឹងមេឈើហ្នឹងនាងក៏មិនគិតថាវាគឺជាមេឈើតាក់អីដែរនិយាយទៅនេះគឺគិតថាវាគឺជាវត្តមន្តរបស់ខានណាន់ទៅវិញចំណែកឯខានណាន់វិញនាងក៏ព្យាយាមដោះជាមួយនឹងសពុតឲ្យទៅកាន់ជីនផងដែរប៉ុន្តែដោយសារតែជីនហ្នឹងនេះគឺខំប្រឹងរើខ្លាំងពេកអញ្ចឹងហើយវាគឺត្រូវបានលហែកនឹងឯងហេតុការណ៍បានកាត់មកកាន់ថ្ងៃស្អែកនៅពេលដែលខានណាន់ហើយនឹងយូជីពួកគេទាំងពីរបានធ្វើដំណើរមកដល់សាលាខានណាន់នេះគឺបានយកជាមួយនឹងរបស់ជាច្រើនពាំងទៅកាន់ទ្វារហើយនាងជាមួយនឹងអាមីថែមទាំងការពារទៅកាន់យូជីថែមទៀតប៉ុន្តែបន្ទាប់ពីពួកគេរងចាំអស់រយៈពេលជាយូរពួកគេគឺមិនបានឃើញជាមួយនឹងជីននាងគឺបានធ្វើដំណើរមករកយូជីទេនៅពេលដែលអញ្ចឹងទៅពួកគេក៏រៀងសង្ស័យហើយក៏រៀងបារម្ភទៅកាន់ជីនដែរអញ្ចឹងហើយខាណាន់ហើយនឹងអាមីពួកគេទាំងពីរក៏បានធ្វើដំណើរទៅមាត់ទន្លេដើម្បីស្វែងរកទៅកាន់ជីននឹងឯងប៉ុន្តែនៅពេលដែលពួកគេងាកចុះងាកឡើងហ្នឹងពួកគេបានឃើញជាមួយនឹងផ្ទះទូចមួយដែលវាគឺកំពុងតែនៅក្រោមស្ពានចំណែកឯផ្ទះមួយហ្នឹងវាគឺធ្វើចេញអំពីសបកកេះនៅពេលដែលខាណាន់ហើយនឹងអាមីបើកមើលទៅពួកគេបានឃើញជាមួយនឹងជីនហើយនឹងលោកតាចំណាស់ម្នាក់ដែលលោកតាចំណាស់ម្នាក់នោះគឺកំពុងតែគោរពទៅកាន់ជីនអូបានមួយថ្ងៃហ្នឹងមកសង្ងំលក់អីចោះអត់ច្រឡំជាថ្នូរនៅពេលដែលជីនបានផ្ដល់ជាមួយនឹងកំភ្លើរបស់នាងឲ្យទៅកាន់ពួកគេកោយជីននឹងទទួលបានជាមួយនឹងរបស់ញ៉ាំនិយាយទៅរៀងអាណិតតួអង្គនឹងដែរខ្លួនស្អាតមែនប៉ុន្តែមើលទៅដូចជាអត់សូវគ្រប់សោះបន្ទាប់មកខាណាន់ហើយនឹងអាមីពួកគេទាំងពីរបានធ្វើដំណើរចូលមកដល់ខាងក្នុងរួចពួកនាងបានសួរទៅកាន់ជីនថាហេតុអ្វីបានជាជីនធ្វើអញ្ចឹងជីនបានតបទៅកាន់ពួកគេវិញថាបើសិនជានាងមិនធ្វើអញ្ចឹងទេនាងគឺមិនអាចទទួលបានជាមួយនឹងរបស់ញ៉ាំឡើយហើយណាមួយនាងគឺជាទេវតាអញ្ចឹងហើយនាងគឺត្រូវតែជួយសង្គ្រោះទៅកាន់ប្រជាជនបន្ទាប់មកយើងគឺបានឃើញជាមួយនឹងមនុស្សជាច្រើនដែលពួកគេគឺបានតរង់ជួលគ្នាដើម្បីធ្វើដំណើរមកជួបជាមួយនឹងជីននឹងឯងនៅពេលដែលខាណាន់បានសួរទៅកាន់ពួកគេបាននិយាយទៅកាន់ខាណាន់ថាមូលហេតុដែលពួកគេធ្វើដំណើរមកដល់ទីនេះដោយសារតែផ្លូវដែលពួកគេកំពុងតែដើរហ្នឹងវាគឺជាផ្លូវខុសអញ្ចឹងហើយបើសិនជាជីនបានប្រទានពរឲ្យមកកាន់ពួកគេគឺសង្ឃឹមថាផ្លូវដែលពួកគេដើរបន្ទាប់វាគឺជាផ្លូវត្រូវប៉ុន្តែខាណាន់នេះគឺមិនបានសប្បាយចិត្តជាមួយទេនេះគឺបានដេញទៅកាន់ពួកគេទាំងអស់គ្នាឲ្យធ្វើដំណើរចាកចេញអស់ទៅនៅពេលដែលខាណាន់បានដេញជាមួយនឹងភ្ញៀវរបស់ជីននេះគឺមិនសប្បាយចិត្តនោះទេនេះគឺកំពុងតែពិបាកចិត្តខាណាន់នេះក៏នៅតែបន្តសួរទៅកាន់ជីនថាតើគោលបំណងរបស់ជីននាងគឺចង់បានអ្វីឲ្យពិតប្រាកដនៅពេលដែលអញ្ចឹងទៅជីននាងក៏សម្រេចចិត្តថាប្រាប់ការពិតនាងបាននិយាយទៅកាន់ពួកគេថាតាមពិតទៅនៅពេលដែលនាងរស់នៅលើឋានសួគ៌នាងគឺពិតជាមានក្តីសុខខ្លាំងណាស់នាងគឺចង់បានអីក៏បានដែរប៉ុន្តែនៅពេលដែលទេវតាបានឃើញទៅកាន់ជីនហាក់ដូចជាអត់ប្រយោជន៍ខ្លាំងពេកគាត់ក៏សម្រេចចិត្តថាបញ្ជូនជីនមកកាន់ផែនដីតែម្ដងហើយគាត់ក៏បានផ្ដល់ជាមួយនឹងបេសកកម្មមួយឲ្យទៅកាន់ជីនផងដែរបើសិនជាជីនអាចរកឃើញជាមួយនឹងមនុស្សដែលពួកគេមានជាមួយនឹងភាពបរិសុទ្ធនាងគឺអាចធ្វើដំណើរទៅកាន់ឋានសួគ៌វិញបានហើយប៉ុន្តែគឺតោះត្រង់ថាដោយសារតែជីននាងហាក់ដូចជាមិនសូវចេះគិតទេនិយាយទៅដូចជាមនុស្សល្ងងអញ្ចឹងនិយាយទៅមិនមែនដូចមនុស្សល្ងងទេគឺល្ងងយកតែម្ដងអញ្ចឹងហើយនាងគឺមិនសូវស្គាល់ទេជាមួយនឹងរបស់គ្រប់យ៉ាងដែលវាកំពុងតែស្ថិតនៅលើពិភពលោកមួយនេះនៅពេលដែលអញ្ចឹងទៅអាមីនាងក៏សម្រេចចិត្តថាជួយទៅកាន់ជីននាងគឺបានបង្ហាញជាមួយនឹងជីននៅរឿងជាច្រើនប៉ុន្តែសូម្បីតែរឿង18ហ្នឹងនាងក៏បង្ហាញទៅកាន់ជីនដែរជាច្រើនថ្ងៃកន្លងផុតទៅយើងគឺបានឃើញថានៅពេលនេះជីននាងគឺចាប់ផ្ដើមចូលចំណោមនៅក្នុងពិភពលោករបស់ពួកគេវិញហើយប៉ុន្តែគឺតោះត្រង់ថាចរិតរបស់នាងក៏នៅតែកូនក្មេងដដែលប៉ុន្តែខាណាន់នាងគឺបានចាប់អារម្មណ៍ត្រង់ថាមើលទៅកាន់យូជីគាត់គឺបានសម្លឹងទៅកាន់សម្លៀកបំពាក់របស់ជីនមិនព្រិចភ្នែកតតែសោះនៅពេលដែលអញ្ចឹងទៅខាណាន់នេះក៏ចាប់ផ្ដើមនឹកឃើញជាមួយនឹងកំណត់មួយចំណែកឯកំណត់របស់នាងវិញនាងក៏សម្រេចចិត្តថាស្លៀកពាក់ឯសន្តានសាសាឡាដូចជាជីនដែរហើយវាគឺពិតជាបានផលពិតមែនមើលទៅកាន់យូជីគាត់ពិតជាចូលចិត្តខ្លាំងណាស់ប៉ុន្តែដោយសារតែខាណាន់នាងគឺគិតថាបើសិនជាជីនធ្វើដំណើរមកដល់ទីនេះជីននាងនឹងបង្អាប់មកកាន់ខាណាន់តែម្ដងថាខាណាន់នឹងគឺចម្លងអំពីនាងអញ្ចឹងហើយខាណាន់ហើយនិងយូជីពួកគេទាំងពីរក៏សម្រេចចិត្តថារត់ចូលទៅពួននៅក្នុងទូដើម្បីការពារទៅកាន់ពួកគេដែលធ្វើដំណើរមកដល់ហើយវាគឺពិតជាអញ្ចឹងពិតមែននៅពេលដែលពួកគេបានពួនរួចហើយស្រាប់តែជីនហើយនឹងមិត្តភ័ក្តិរបស់យូជីដែលនេះគឺមានឈ្មោះថាម៉ាដាកូនឹងក៏បានធ្វើដំណើរមកដល់ប៉ុន្តែគឺតោះត្រង់ថាពួកគេគឺមិនបានឃើញទៅកាន់យូជីនិងខាណាន់ទេចំណែកឯសមត្ថភាពរបស់ជីនមួយទៀតដែលនេះគឺអាចហិតក្លិនបានដូចជាសត្វឆ្កែអញ្ចឹងมันបានយូរប៉ុន្មានជីនក៏បានស្វែងរកពួកគេឃើញប៉ុន្តែគឺតោះត្រង់ថានៅពេលដែលនាងបើកទ្វារមកហ្នឹងនាងគឺមិនបានមើលទៅកាន់ពួកគេទេដោយសារតែនាងគឺកំពុងតែចាប់អារម្មណ៍ទៅលើនំប៉ុន្តែដោយសារតែយូជីនឹងគាត់គឺអ៊ីនខ្លាំងពេកអញ្ចឹងហើយពួកគេទាំងពីរក៏បានធ្លីមកខាងក្រៅតែម្ដងហេតុការណ៍បានកាត់មកកាន់ថ្ងៃបន្ទាប់យើងគឺបានឃើញថាមើលទៅកាន់ខាណាន់នៅពេលនេះនឹងហាក់ដូចជាមិនសប្បាយចិត្តទេនៅពេលដែលយូជីឃើញអញ្ចឹងគាត់ក៏សម្រេចចិត្តថាបបួលខាណាន់មកលេងទឹកជាមួយនឹងគាត់តែម្ដង
ប៉ុន្តែនៅពេលដែលពួកគេលេងចោះលេងឡើងនឹងយូជីបាននិយាយទៅកាន់ខាណានថាខាណានគួរតែសម្រាកខ្លះទៅនៅពេលដែលលេងចឹងខាណាននេះគឺចាប់ផ្ដើមគិតវិញឆ្ងាយតែម្ដងនាងគឺបានគិតថាប្រហែលជាយូជីនឹងគឺកំពុងតែអស់កាឡាចង់ស៊ីស៊ីននាងហើយនៅពេលដែលយូជីបានហៅទៅកាន់ខាណាននាងគឺមិនព្រមមកអញ្ចឹងគាត់ក៏សម្រេចចិត្តថាលើកនាងដាក់នៅលើជើងរបស់គាត់ចំណែកឯខាណានវិញនាងគឺចាប់ផ្ដើមភ័យមែនទែនហើយនាងគឺចាប់ផ្ដើមគិតថាយូជីនឹងគឺកំពុងតែចង់ធ្វើអីប៉ុន្តែនៅពេលដែលខាណាននេះគឺបានត្រៀមចិត្តត្រៀមកាយរួចហើយយូជីគាត់បែរទៅជាថតរូបទៅកាន់នាងទៅវិញចំណែកឯគោលបំណងពិតរបស់យូជីនោះគាត់គឺគ្រាន់តែចង់ថតរូបជាមួយនឹងខាណានដើម្បីបង្កើតជាមួយនឹងអនុស្សាវរីយ៍ជាមួយនឹងគ្នាតែប៉ុណ្ណោះនៅពេលដែលពួកគេក៏នៅតែបន្តលេងជាមួយនឹងគ្នានោះស្រាប់តែលេចចេញជាមួយនឹងទឹកលលកមួយគឺបានបោកបក់ទៅកាន់ពួកគេទាំងពីរដែលធ្វើឲ្យពួកគេគឺចាប់ផ្ដើមសើមជាមួយនឹងសម្លៀកបំពាក់ហេតុការណ៍បានកាត់មកកាន់អាមីឯនេះវិញមើលទៅកាន់នាងនៅពេលនេះហាក់ដូចជាមិនសប្បាយចិត្តទេចំណែកឯមូលហេតុវិញដោយសារតែនាងគឺរត់ទៅកាន់ខាណានមិនឃើញប៉ុន្តែនៅពេលដែលនាងមើលទៅក្រោមនាងគឺបានឃើញជាមួយនឹងជីនដែលជីននឹងគឺកំពុងតែដើរតែម្នាក់ឯងនៅពេលដែលអញ្ចឹងទៅអាមីនេះក៏ចាប់ផ្ដើមមានជាមួយនឹងកំណត់មួយនាងគឺដឹងថាជីននឹងនាងគឺចូលចិត្តជាមួយនឹងនំអញ្ចឹងហើយនាងគឺបានយកជាមួយនឹងនំរបស់នាងមួយកញ្ចប់ស្ទួយទៅកាន់ជីនតែម្ដងស្ទួយមនុស្សដូចស្ទួយត្រីឯអាប៉ុន្តែនៅពេលដែលអាមីបានពឹងទៅកាន់ជីនឲ្យជីនជួយសង្គ្រោះមកកាន់នាងមើលទៅកាន់ជីននាងហាក់ដូចជាមិនព្រមទេដោយសារតែជីនដឹងថាអាមីនឹងក៏ជាបិសាចដែរប៉ុន្តែដោយសារតែអាមីនេះគឺបានយកជាមួយនឹងនំបំពង់គឺជានំដែលជីននាងគឺចូលចិត្តបំផុតលួទៅកាន់នាងចោះឡើងហ្នឹងនាងក៏សម្រេចចិត្តថាយកព្រមជួយចំណែកឯខាងយូជីហើយនិងខាណានឯនេះវិញពួកគេគឺកំពុងតែស្ថិតនៅក្នុងម៉ាតមួយកន្លែងដើម្បីផ្លាស់ប្ដូរជាមួយនឹងសម្លៀកបំពាក់ចំណែកឯអាមីហើយនិងជីនពួកគេទាំងពីរក៏បានធ្វើដំណើរមកដល់នឹងដែរជីនបាននិយាយប្រាប់ទៅកាន់អាមីថាយូជីគឺនៅទីនេះឯងប៉ុន្តែនៅពេលដែលពួកគេទាំងពីរបានចូលទៅនឹងដូចជាមិនបានរកមនុស្សទេប៉ុន្តែទៅនឹងគ្រាន់តែស៊ីអីតែប៉ុណ្ណោះប៉ុន្តែគឺទាស់ត្រង់ថាពួកគេទាំងពីរនឹងគឺមិនបានចាប់អារម្មណ៍ទៅកាន់យូជីហើយនិងខាណានទេដែលយូជីហើយនិងខាណានគឺបានដើរហួសទៅកាន់ពួកគេទាំងពីរនឹងឯងចំណែកឯខាងយូជីហើយនិងខាណានឯនេះវិញនៅពេលដែលពួកគេបានធ្វើដំណើរតាមផ្លូវពួកគេបានឃើញជាមួយនឹងកត្រកវិលអញ្ចឹងហើយពួកគេក៏សម្រេចចិត្តថាឡើងទៅជាវាសិននៅពេលដែលពួកគេទាំងពីរកំពុងតែនៅជាមួយនឹងគ្នានោះពួកគេបាននិយាយរៀបរាប់ជាមួយនឹងរឿងជាច្រើនគឺស័ក្តិសមទៅជាអនុស្សាវរីយ៍ដែលពួកគេបានឆ្លងកាត់ជាមួយនឹងគ្នាកន្លងមកយូជីបាននិយាយទៅកាន់ខាណានថាគាត់គឺពិតជាមានសំណាងណាស់ដែលខាណាននេះគឺព្រមស្រឡាញ់មកកាន់គាត់គឺតែងតែប្រាថ្នាថានៅថ្ងៃណាមួយពួកយើងនឹងអាចចំណាយពេលវេលាជាមួយនឹងគ្នាបានយូរជាងនេះហើយពួកយើងនឹងទៅដើរលេងជាមួយនឹងកន្លែងឆ្ងាយៗដែលពួកយើងគឺតែងតែប្រាថ្នាចង់ទៅចំណែកឯខាងខាណាត់ឯនេះវិញនាងគឺបានសួរមកកាន់ខ្លួនឯងថាតើនឹងមែនទេគឺជាមនោសញ្ចេតនានិយាយទៅខាណាត់នាងគឺមិនតាន់ស្គាល់ទៅកាន់ស្នេហាច្បាស់ទេអញ្ចឹងហើយនាងក៏សម្រេចចិត្តថាស្វែងយល់ពីវាបន្ថែមចំណែកឯយូជីវិញដោយសារតែគាត់គឺសប្បាយចិត្តខ្លាំងពេកគាត់គឺបានហត់តណាត់តណៃនៅក្នុងកត្រកវល់មួយហ្នឹងដែលធ្វើឲ្យពួកគេទាំងពីរគឺចាប់ផ្ដើមអោបគ្នានឹងឯងប៉ុន្តែនៅពេលដែលពួកគេទាំងពីរកំពុងតែស្វីតជាមួយនឹងគ្នានោះស្រាប់តែទូរំខានពួកគេក៏បានធ្វើដំណើរមកដល់តែម្ដងចំណែកឯខាណានវិញគឺចាប់ផ្ដើមនិយាយក្នុងចិត្តថានេះគឺពិតជាមានក្តីសុខណាស់នៅពេលដែលនាងបាននៅជាមួយនឹងយូជី